នេះ crosser ដែរតែពណ៌ខ្មៅបងប្អូនឃើញអត់ថាសពោតាមើលស្លឹកកណ្ដាលប៉ុណ្ណានៃមួយផ្ទះនៅជិតខាងខ្ញុំស្លឹកទូចមួយផ្ទះខ្ញុំមើលស្លឹកប៉ុណ្ណានៃសង្ស័យជីវជាតិមកពីខ្ញុំដាក់នឹងហ្មងបានស្លឹកនោះស្លឹកប៉ុន្តែអត់មានផ្លែឲ្យខ្ញុំមើលអាហ្នឹងពណ៌ខ្មៅអាហ្នឹងពណ៌ខ្មៅអានេះខ្ញុំបានដាក់វាខ្ញុំដាក់អាខាងនេះច្រើនជាងតែឥឡូវទុំដាក់នេះពេលអត់បានដាក់ជីវជាតិវាជាពីផ្លែនោះផ្លែតែបដល់ពេលដាក់ល្អតែស្លឹកផ្លែអត់មានចឹងបានថាដល់ពេលរបស់មើលថែចឹងណាពណ៌ខំពណ៌ខ្មៅពណ៌សនៅខាងនេះហើយប៉ប៉នេះពណ៌សក៏ចឹងដែរសូត្រតាំងពីប៊ីយ៉ាទៀតតើស្លឹកអោផ្លែប៊ីយ៉ាម៉ាម៉ាញ៉ាំប៊ីយ៉ាដល់ពេលគាត់ចៅខ្ញុំអត់ចេះញ៉ាំសូត្រដើមឈើល្អតែស្លឹកផ្លែអត់ទៅមានខ្ញុំគិតថាដើមនឹងនិយាយទៅគឺបើល្អស្លឹកអត់មានផ្លែបើល្អផ្លែអត់ស្លឹកតាមមើលទៅអានឹងខ្ញុំគិតទេណាតែបងប្អូនណាដឹងអាចជួយប្រាប់ខ្ញុំផងរបៀបនៃការមើលថែវាធ្វើឲ្យបានផ្លែច្រើនអញ្ចឹងដោយសារខ្ញុំអត់ដឹងទេខ្ញុំថ្មីនៅទីនេះថ្មីទុំឆ្នាំហ្នឹងទេ